นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะកម្មវិធីបុណ្យតេកេណានុបទានគម្រប់ខួប100ថ្ងៃ100ថ្ងៃចឹងហ្នឹងញោមដើម្បីធ្វើកុសលឧទ្ទិសចំពោះលោកយាយគង់សួនលោកយាយគង់សួនដែលគាត់បានធ្វើមរណកាលទៅហើយចឹងតេកេណានុបទានហ្នឹងគឺជាទានដែលជឿនៅកម្មហើយនឹងផលធ្វើដើម្បីឧទ្ទិសចំពោះអ្នកស្លាប់ចំពោះដែលអ្នកដែលបានធ្វើមរណកាលទៅហើយយកនឹងអត្តន័យនៃតេកេណានុបទានទៅឧទ្ទិសចំពោះអ្នកស្លាប់បើគេប្រើថាបុណ្យបច្ច័យ4បុណ្យចម្រើនបច្ចុប្បន្នអាហ្នឹងគឺបុណ្យចំពោះអ្នករស់បុណ្យកតញ្ញូអាហ្នឹងបុណ្យចំពោះអ្នករស់ហើយតែបុណ្យចំពោះអ្នកស្លាប់គឺតេកេណានុបទានគឺជាទានដែលជឿនៅកម្មហើយនឹងផលរបស់កម្មឧទ្ទិសចំពោះអ្នកដែលបានស្លាប់នេះអត្តន័យនៃតេកេណានុបទានញាតិញោមឲ្យបានជ្រាបឲ្យបានដឹងទាំងអស់គ្នាហើយតេកេណានុបទានដែលអាចសម្រេចដល់បុគ្គលដែលស្លាប់ទៅញាតិញោមកុំសួរថាតើបានតឬមិនបានតើញាតិញោមធ្វើទៅត្រូវតាមពុទ្ធដីកាពុទ្ធឱវាទដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយឬនៅតេកេណានុបទានអង្គទី1នោះគឺញាតិញោមពុទ្ធបរិស័ទធ្វើទានចំពោះអ្នកមានសិលហើយថ្ងៃនេះញាតិញោមនិមន្តប្រសងមកហ្នឹងគឺត្រឹមត្រូវតាមពុទ្ធដីកាពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធធ្វើចំពោះអ្នកមានសិលតែបើធ្វើចំពោះអ្នកទ្រុសិលពពួកប្រែតហ្នឹងគឺអត់អនុមោទនាទេពីព្រោះពពួកប្រែតហ្នឹងគាត់គិតថាធ្វើទានចំពោះអ្នកទ្រុសិលដែលអញមកកើតជាប្រែតហ្នឹងដោយសារតែទ្រុសិលដោយសារតែដាច់សិលទាំងហើយអញ្ចឹងមិនត្រេកអរនៅសេចក្តីល្អដែលកូនចៅប្រុសស្រីបានធ្វើចំពោះអ្នកទ្រុសិលទេទី1គឺធ្វើទានចំពោះអ្នកមានសិលសីលៈទានាងទេតេញោមចំពោះអ្នកមានសិលហ្នឹងមានប្រសងដែលហើយសូម្បីតែឧបាសកឧបាសិកាដែលគាត់មានសិល5សិល8ក៏ចាត់ចូលនៅក្នុងតេកេណានុបទានអង្គទី1ទាំងអស់នេះអង្គទី1ញោមហើយអង្គទី2គឺឧទ្ទិសនៅកុសលហ្នឹងញោមឧទ្ទិសនៅកុសលដែលបានធ្វើហ្នឹងចំពោះអ្នកដែលបានស្លាប់ហើយអាត្មាតែងតែសម្ដែងជាញយហើយនៅកន្លែងហ្នឹងការឧទ្ទិសកុសលហ្នឹងគឺខ្លីទេញាតិញោមគាត់បីរៀនឲ្យចេះឲ្យដឹងទាំងអស់គ្នាដូចជាញោមបើវិញក៏គាត់ចេះកន្លែងឧទ្ទិសហ្នឹងនៅពេលដែលបានគាត់តែងតែចេះខ្លួនឯងមិនចាំបាច់តែអាចារ្យមកប្រាប់ទេការឧទ្ទិសហ្នឹងគឺមានភាសាបាលីខ្លីទេញាតិញោមគ្រាន់តែយកចិត្តទុកដាក់សិក្សាទៅអ៊ីទាំងវោញាតៃណាំងហៅតុសុកេតាហៅតុញាតយោទាននេះចូលមានដល់ញាតទាំងឡាយសូមញាតទាំងឡាយរបស់ខ្ញុំបាននៅសេចក្តីសុខនេះគឺជាការឧទ្ទិសញោមអង្គទី3គឺអាស្រ័យទៅលើអ្នកដែលបានស្លាប់គាត់កើតនៅក្នុងកំណើតសមគួរដែលអាចទទួលបានបើសិនជាគាត់កើតជាទេវតាកុសលហ្នឹងក៏ជួយយឹតយោងជាភ័យយោភាពចឹងទៅឲ្យរឹងរឹតតែប្រសើររឹងរឹតតែល្អឲ្យបរិបូរដោយអាយុវណ្ណៈសុខៈពលៈអីចឹងទៀតទៅអង្គទី3គឺអាស្រ័យទៅលើអ្នកស្លាប់ហើយនៅត្រង់កន្លែងនេះអាត្មានឹកឃើញរឿងមួយនិទានដើម្បីបានជាពុទ្ធលាទិដ្ឋានតកតងនឹងប្របាទពំពិសាញាតិញោមប្របាទពំពិសាហ្នឹងគឺគាត់ធ្វើទានញាតិញោមហើយនៅក្នុងកាប់ហ្នឹងហៅថាភត្តកាប់ញាតិញោមកាប់ហ្នឹងវាបែងចែកទៅមានច្រើនមានសញ្ញកាប់មានអីច្រើនទៀតតែកាប់នេះគឺនៅក្នុងភត្តកាប់ផតកាប់ហ្នឹងគឺមានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងឡើង5ព្រះអង្គកាប់ខ្លះគឺប្រពុតត្រាស់ដឹងតែមួយព្រះអង្គទេកាប់ខ្លះ2ព្រះអង្គកាប់ខ្លះ3ព្រះអង្គកាប់ខ្លះលើសពី20អង្គហើយផតកាប់ហ្នឹងមានរហូតដល់5ព្រះអង្គញោមព្រះសម្មាសម្ពុទ្ធទី1ហ្នឹងទៅនាមថាកកុសន្ធោទី2ហ្នឹងឈ្មោះថាកោណាកមណៈឬកោណាកមនោហើយព្រះសម្មាសម្ពុទ្ធទី3ហ្នឹងកាសបោទី4សមណៈគោតមសមណៈគោតមគឺរាល់ថ្ងៃហ្នឹងគឺយើងនៅក្នុងចំនួនព្រះពុទ្ធសមណៈគោតម
ហើយប្រពុតមួយអង្គទៀតគឺព្រះសិអាមិត្រីហើយប្របាទមុំពិសាហ្នឹងក៏ធ្វើទៀនញញោមក៏ធ្វើទៀនជាលើកដំបូងហ្នឹងហើយពពុះប្រែតហ្នឹងក៏បានទៅសួរប្រពុតកកុសន្ធោសួរថាប្រពុតអង្គនៅចម្រើនតើបានទៀនលេងថាពពុះញាតឧទ្ទិសឲ្យខ្លួននឹងបានសម្រេចដល់អត់ទៅព្រះកកុសន្ធោនឹងប្រាប់ទៅវិញថាគឺมันបានសម្រេចទេតតែចាំប្រពុតកោណាកមនោចឹងទៅហើយដល់តែពេលប្រពុតខ្លះដឹងឡើងទៅសួរទៀតថាចាំប្រពុតកាសបោទៀតទៅប្រពុតកាសបោពពួកប្រែតហ្នឹងក៏ទៅសួរទៀតប្រពុតសមណៈគោដំទៅបានដល់តែព្រះសមណៈគោដំព្រះអង្គទ្រង់ខ្លះដឹងឡើងក្នុងលោកប្របាទទុំពិសាហ្នឹងក៏បានធ្វើទៀនដំបូងធ្វើទៀនមានព្រះសម្មាសម្ពុទ្ធមួយអន្លើដោយភិក្ខុសង្ឃចឹងទៅតែនៅពេលដែលគាត់ធ្វើទៀនជាលើកដំបូងហ្នឹងគាត់មិនបានគិតគូររឿងឧទ្ទិសទេគាត់អាល័យតែដូចថាសប្បាយនៅក្នុងកុសលដូចថាគោរពចំពោះព្រះដ៏មានព្រះភិក្ខព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះភិក្ខុសង្ឃចឹងទៅភ្លេចឧទ្ទិសញញោមដល់តែមិនបានឧទ្ទិសទៅស្រាប់តែដល់តែពេលយប់ឡើងពពួកប្រែតនឹងមកយំមកស្រែកមកដូចថាធ្វើឲ្យភ័យខ្លាចដល់នគរចឹងទៅព្រះរាជាប្របាទទុំពិសាភ្លឺឡើងក៏ទៅក្រាបទូលចំពោះព្រះដ៏មានព្រះភិក្ខព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ក៏ត្រាស់ថាមកពីមហាបពិតធ្វើទានធ្វើបុណ្យនឹងមិនបានឧទ្ទិសអញ្ចឹងធ្វើម៉េចទៅអញ្ចឹងព្រះអង្គទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាធ្វើទានធ្វើបុណ្យម្ដងទៀតទៅអញ្ចឹងហើយឧទ្ទិសទៅហើយក៏ចាត់ចែងធ្វើជាតក្កិណានុប្រទានដូចញាតិញោមពុទ្ធបរិស័ទបានប្រលប់ធ្វើនៅក្នុងថ្ងៃនេះហើយក៏ឧទ្ទិសទៅពពុះប្រែតក៏បានសម្រេចញោមក៏បានសម្រេចព្រះសន្ធិក្នុងទីដ៏ប្រសើរចឹងទៅនឹងតកតងនឹងតក្កិណានុប្រទាននឹងប្រកបទៅដោយកិច្ចប្រកបទៅដោយអង្គហ្នឹងគឺអាចសម្រេចដល់ញោមសូមអនុមោទនា